ស្ដីអ្នកទាំងអស់គ្នាសម្រាប់វីដេអូនេះដែរនឹងធ្វើការបង្ហាញអ្នកទាំងអស់គ្នាតាក់ទងទៅនឹងការ configuration ទៅលើ DNS server អញ្ចឹងជាដំបូងគឺយើងធ្វើការ install នៅបាញជាមុនសិនដោយសារតែខ្ញុំបាន install រួចហើយអញ្ចឹងបើសិនបើអ្នកទាំងអស់គ្នាត្រូវការ install គឺយើងប្រើ command jam install នេះអញ្ចឹងបន្ទាប់ពីយើងបាន install នៅបាញហើយគឺយើងធ្វើការចូលទៅ configure DNS របស់យើងដោយយើងប្រើ command sudo nano etc name.com អញ្ចឹងបន្ទាប់ពីយើងចូលមកកាន់កន្លែងនេះហើយគឺយើងគួរតែធ្វើការ edit នៅកន្លែងនេះយើងដាក់ any សម្រាប់កន្លែងនេះខ្ញុំដាក់ជាប្រភេទ any ហើយខាងក្រោមនេះក៏យើងដាក់ any ដែរដើម្បីផ្ដល់នៅម៉ាស៊ីនខាងក្រៅដើម្បីចូល access បានច្រើនអូខេអញ្ចឹងបន្តមកគឺខ្ញុំធ្វើការបង្កើតនៅ0ខ្ញុំបង្កើតនៅទីនេះចំនួន03ដែលទី1ឈ្មោះmimi.com នេះថែបជា master ហើយដាក់នៅក្នុង file នេះមួយទៀតគឺ mail ហើយមួយទៀតគឺ 1.168.192 បន្ទាប់ពីយើងបង្កើត0នឹងហើយគឺយើងគួរតែ check មើលឲ្យបានច្បាស់ដូចជា semicolon ជាដើមដោយសារតែបើសិនបើយើងខុសគឺវាអត់អាចដំណើរការបានទេទូខុសsemicolon តែមួយក៏ដោយចឹងគួរតែប្រុងប្រយ័ត្នកន្លែងហ្នឹងបន្តិចបន្ទាប់ពីយើងធ្វើការបង្កើតនៅ0ហើយគឺយើងធ្វើការបង្កើតនៅ0នីមួយៗចឹងជាដំបូងខ្ញុំធ្វើការ sudo nano ប្រើ command នេះដើម្បីចូលទៅបង្កើតនៅ0របស់ mimi.com នេះគឺខ្ញុំបានបង្កើតហើយចឹងកន្លែងនេះគឺជាការបង្កើត0របស់ mimi ឈ្មោះ mimi.com ហើយខ្ញុំដាក់សេរីវាគឺ 1001 នេះហើយ refresh រយៈពេល3ម៉ោងហើយ retry រយៈពេល15នាទី expire រយៈពេល1 week ហើយ minimum វាគឺរយៈពេល1ថ្ងៃហើយខាងក្រោមនេះខ្ញុំដាក់NF1 in ហើយនៅក្នុង address វាគឺ 192.168.1.1 ដែរអញ្ចឹងធ្វើការចេញមកអញ្ចឹងយើងធ្វើការបង្កើតនៅ0សម្រាប់ឈ្មោះមួយទៀតគឺ mail 0នេះដែលធ្វើការបង្កើត0ដូចគ្នាដែរដូចគ្នាគ្រាន់តែធ្វើការផ្លាស់ប្ដូរនៅ address នេះ 192.168.1.2 ហើយកន្លែងនេះដាក់ ns1mail.com root ចឹងអ្នកទាំងអស់គ្នានៅពេលដែលអ្នកទាំងអស់គ្នាសរសេរនៅ0នេះគួរតែមើលបានច្បាស់ដោយសារបើសិនបើយើងខុសកន្លែងណាមួយដូចជា mail.com ហើយមានសញ្ញា dot ខាងក្រោយនេះទៀតអីចឹងបើសិនបើយើងភ្លេចគឺវាអត់អាចដំណើរការវា error ហើយដូចគ្នាដែរមួយទៀតគឺសម្រាប់reverse នេះធ្វើការ copy មកធ្វើការបង្កើត0នេះរួចរាល់ហើយអញ្ចឹងបន្ទាប់ពីយើងបង្កើត0ទាំងអស់នឹងបានរួចរាល់ហើយអញ្ចឹងយើងធ្វើការ enable like system enable it នេះចឹងដោយសារតែខ្ញុំ enable ហើយខ្ញុំធ្វើឲ្យម្ដងហើយក៏ខ្ញុំបាន start ឲ្យអត់ដែរអញ្ចឹងនៅពេលដែលយើងធ្វើអាហ្នឹងហើយគឺយើងត្រូវតែបង្កើតនៅបើកនៅ firewall port របស់វាគឺ port 53 UDP នេះយើងប្រើ command ហ្នឹងមកដើម្បីបើក port របស់វានេះដោយសារតែខ្ញុំបានបើករួចហើយបន្ទាប់មកយើងធ្វើការប្រើ command នេះដើម្បី reload មក
ហើយបន្ទាប់ពីយើងបង្កើត firewall អីហើយអស់យើងធ្វើការ check zone ម្ដងដើម្បីតើវា success អត់អញ្ចឹងធ្វើការ check zone មកខ្ញុំ check zone នេះមុនគេយើងប្រើ command name check zone mimi.com ហ្នឹងមកអញ្ចឹងគឺវាអូខេវាមាន load serial 101ហើយអូខេបន្ទាប់មកទៀតគឺខ្ញុំធ្វើការ check zone បន្តទៀតរបស់ខ្ញុំមួយទៀតដោយសារ zone របស់យើងមាន3យើងខណៈផ្លាស់ប្ដូរនេះមកមេលេខអូខេអញ្ចឹងគឺវាអូខេដូចគ្នាចុងក្រោយគឺ0មួយនេះការ check មកចឹងគឺវាឲ្យ success ដូចគ្នាវាអូខេបន្តមកទៀតគឺយើងធ្វើការតេស្តនៅ DNS របស់យើងគឺយើងប្រើ command ទីធ្វើការនេះហើយអញ្ចឹងយើងតេស្តមួយទៀតហើយ comment មកដែរប៉ុន្តែយើងហើយនៅធ្វើការ answer នេះចឹងបន្តមកទៀតគឺយើងធ្វើការតេស្តមកដល់យើងចូលទៅកាន់ control panel យក internet service center ចូលនេះមកចូលនេះទៀតចូល property ជ្រើសយកនៅកន្លែង internet protocol version 4 នេះហើយចូល property ហើយយើងជ្រើសរើសនៅ use the following DNS address នេះចាំតិចធ្វើការចូល search នៅ IP address ហ្នឹងហើយយើងប្រើ command IP ADDO ហើយយើងជ្រើសយកនៅ IP នេះសាក copy មកបានណាអូខេ192.168.61.28ហើយយើងជ្រើសរើសកន្លែងនេះមកហើយយើង
Trong là đi vào dương á. Click the OK mất. OK, không mất. Tập mới dương cho tất cả xem đi bao dương. Tôi ca ở về phía NS lookup. www.com. It's not found. What the heck? About why is not found? Những sạc viên trái bánh nếu như cho tất cả ở CMD ở dưới hai về phía IP config chương cho mơ V1 no đây cái này Ethernet adapter VMware network qua dương ní cứ như từ tụi ban là IP qua dương mình nó ok cái dương ở tụ ban điền ai vào dương ấy time out address server ok nên là thế video này đã thử bạn mình cho vậy con